រអ្វីបានជាតម្លៃ Bitcoin បែរជាធ្លាក់ចុះពី $92,000 មកត្រឹម $85,000 ទៅវិញខណៈពេលដែលប្រធានាធិបតី Donald Trump ចុះហត្ថលេខាលើបទបញ្ជាដើម្បីបង្កើតទុនបម្រុង Bitcoin លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយរូបិយប័ណ្ណ Crypto រួមទាំងផែនការបង្កើតទុនបម្រុងសម្រាប់ Bitcoin ផងដែរលោក David Sacks អ្នកទទួលបន្ទុកផ្នែក Crypto បានប្រកាសនៅលើ Twitter ថាប្រធានាធិបតី Donald Trump បានចុះហត្ថលេខាជាផ្លូវការលើបទបញ្ជាប្រតិបត្តិដើម្បីបង្កើតទុនបម្រុង Bitcoin និងទ្រព្យសម្បត្តិ Digital ទុនបម្រុងនឹងត្រូវបានបង្កើតឡើងដោយប្រើ Bitcoin ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហព័ន្ធនិងបានប្រមូលតាមរយៈដំណើរការរឹបអូសទ្រព្យសម្បត្តិព្រហ្មទណ្ឌឬស៊ីវិលរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែលជា 20,000 Bitcoin ប៉ុន្តែមិនទាន់មានការធ្វើសវនកម្មពេញលេញនៅឡើយទេសហរដ្ឋអាមេរិកនឹងមិនលក់ Bitcoin ណាមួយដែលមាននៅក្នុងទុនបម្រុងទេវានឹងត្រូវបានរក្សាទុកជាឃ្លាំងនៃតម្លៃដូចជា Digital Fortnox សម្រាប់រូបិយប័ណ្ណ Crypto ដែលជារឿយៗត្រូវបានគេហៅថាមាស Digital ការលក់ Bitcoin ក្នុងពេលកន្លងមកធ្វើឲ្យអ្នកបង់ពន្ធអាមេរិកបាត់បង់ប្រាក់ចំនួនជាង $17,000 លានឥឡូវនេះរដ្ឋាភិបាលសហព័ន្ធនឹងមានយុទ្ធសាស្ត្រដើម្បីបង្កើនតម្លៃនៃការកាន់កាប់ទាំងនោះឡើងវិញលេខាធិការក្រសួងរដ្ឋាភិបាលនិងពាណិជ្ជកម្មត្រូវបានអនុញ្ញាតឲ្យបង្កើតយុទ្ធសាស្ត្រទទួលបាន Bitcoin បន្ថែមដោយមិនបង្កបន្ទុកថវិកាបន្ថែមដល់អ្នកបង់ពន្ធបទបញ្ជាប្រតិបត្តិក៏បង្កើតទុនបម្រុងទ្រព្យសម្បត្តិ Digital របស់សហរដ្ឋអាមេរិកដែលរួមបញ្ចូលទ្រព្យសម្បត្តិ Digital ផ្សេងទៀតក្រៅពី Bitcoin ដែលបានរឹបអូសក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌឬរដ្ឋបវេណីទាក់ទងនឹងតម្លៃ Bitcoin បានធ្លាក់ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីការប្រកាសនេះដោយឈានដល់កម្រិតទាបបំផុតគឺ $85,145 នៅក្នុងមួយ Bitcoin ការធ្លាក់ចុះនេះអាចបណ្ដាលមកពីទីផ្សារដំបូងគេរំពឹងថាលោក Donald Trump នឹងទិញ Bitcoin បន្ថែមតាមរយៈមាសឬបណ្ដាញផ្សេងៗទៀតប៉ុន្តែជាក់ស្ដែងបទបញ្ជាគ្រាន់តែផ្អាកការលក់ទ្រព្យសម្បត្តិដែលរឹបអូសបានដំបូងប៉ុណ្ណោះប្រសិនបើសហរដ្ឋអាមេរិកបង្កើតទុនបម្រុង Bitcoin ជាផ្លូវការវាអាចជះឥទ្ធិពលដល់ប្រទេសផ្សេងទៀតឲ្យពិចារណាបង្កើតទុនបម្រុងស្រដៀងគ្នានេះដែរការសម្រេចចិត្តមិនលក់ទ្រព្យសម្បត្តិ Bitcoin របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចកាត់បន្ថយការលក់ចេញជាង $10,000 លានហើយលោក Trump ក៏បានបង្ហាញពីការបដិញ្ញាចិត្តក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជារដ្ឋធានី Crypto របស់ពិភពលោកតាមរយៈបទបញ្ជាប្រតិបត្តិនេះផងដែរ